ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីតោះនិយាយជាមួយ B នៅលើប្រធានបទសុខភាពហើយនៅក្នុងវីដេអូនេះ B នឹងនិយាយអំពីមូលហេតុនៃការឡើងទម្ងន់ខ្លាំងឬក៏បញ្ហាចម្បងនៃការលើសទម្ងន់ខ្លាំងសប្តាហ៍ថ្ងៃគឺអត្រានៃអ្នកដែលគាត់មានបញ្ហាធាត់ឬក៏លើសទម្ងន់ខ្លាំងហ្នឹងគឺកំពុងតែមានការកើនឡើងយ៉ាងខ្ពស់នៅជុំវិញពិភពលោកហើយវាគឺជាបញ្ហាហានិភ័យចំពោះសុខភាពដ៏ធំបំផុតមួយនៅក្នុងសតវត្សទី21នេះផងដែរដោយយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថាមនុស្សម្នាក់នៅក្នុងចំណោមមនុស្ស8នាក់គឺប្រឈមទៅនឹងបញ្ហានៃការលើសទម្ងន់ខ្លាំងឬក៏បញ្ហានៃការធាត់ខ្លាំងពលគឺប្រហែលជា1000លាននាក់នៅទូទាំងពិភពលោកខណៈអត្រានៃមនុស្សពេញវ័យដែលមានបញ្ហានេះកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ1990រីឯអត្រានៃកុមារនិងក្មេងជំទង់ដែលមានអាយុចន្លោះពី5ទៅ19ឆ្នាំក៏មានការកើនឡើងរហូតដល់4ដងផងដែរភាពធាត់មិនមែនគ្រាន់តែជាបញ្ហាសុខភាពទេវាគឺជាបញ្ហាវិទ្យាសាស្ត្រមួយដែលបង្កើនហានិភ័យនៃការកើតនូវជំងឺរ៉ាំរ៉ៃដែលជាជំងឺមិនឆ្លងផ្សេងៗមកលើរាងកាយដែលមានសភាពធាត់ខ្លាំងហ្នឹងគឺវាហាក់កំពុងតែប្រាប់យើងថាយើងនឹងកំពុងតែផ្ទុកជាតិខ្លាញ់ច្រើនហួសនៅខាងក្នុងខ្លួនហើយវានឹងធ្វើឲ្យងាយរងនៅគ្រោះថ្នាក់ហើយនឹងជះឥទ្ធិពលអាក្រក់ដល់សុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃដូចគ្នាបញ្ហាធាត់ឬក៏លើសទម្ងន់ខ្លាំងគឺអាចបណ្ដាលមកពីច្រើនកត្តាដែលកត្តាទាំងអស់នោះវារួមមានដូចជាទី1គឺកត្តាដំណពូជឬក៏គេហៅថា genetic ដែល gen បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់នៅរបៀបដែលរាងកាយរបស់អ្នកទាំងអស់គ្នានឹងគឺបំលែងអាហារទៅជាថាមពលទាំងការគ្រប់គ្រងចំណង់អាហារហើយនឹងដំណើរការដែលរាងកាយដុតកាឡូរីហើយជាពិសេសគឺនៅក្នុងអំឡុងពេលហាត់ប្រាណនឹងតែម្ដងបុគ្គលមួយចំនួនមានបញ្ហានៃជំងឺធាត់ពីដំណពូជបានន័យថាដោយសារតែគាត់នឹងមានការតាក់ទងទៅនឹងលក្ខខណ្ឌ gen ដែលគេឲ្យឈ្មោះថា Prader-Willi syndrome ដែលវាធ្វើឲ្យអ្នកដែលគាត់មានជំងឺហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងចេះតែចង់ញ៉ាំរហូតហើយញ៉ាំមិនក៏ញ៉ាំអត់ឆ្អែតហើយត្នេចឹងនឹកឃើញចេះតែចង់ញ៉ាំនេះចង់ញ៉ាំនោះគ្រាន់តែគេឡែកឆ្វាច់ចឹងក៏ចង់ញ៉ាំដូចគ្នាឃើញអីមួយទំនងគឺចង់ញ៉ាំហ្មងអញ្ចឹងអ្នកដែលគាត់មានជំងឺនេះគឺគាត់តែងតែមានអារម្មណ៍នឹងនៅជាប់ខ្លួនជានិច្ចដែលធ្វើឲ្យគាត់ហ្នឹងកើតមាននៅបញ្ហាលើសទម្ងន់ខ្លាំងនឹងឯងចំពោះចំណុចទី2គឺបរិបទសង្គមនៃការរស់នៅសប្តាហ៍ថ្ងៃយើងដោយការជ្រើសរើសនៅរបៀបរស់នៅប្រចាំថ្ងៃគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនព្រោះថាវាអាចជះឥទ្ធិពលដល់សុខុមាលភាពរបស់អ្នកហើយដើម្បីឲ្យរាងកាយដុតរំលាយជាតិកាឡូរីលើសនៅក្នុងខ្លួនបានល្អអ្នកគួរតែជ្រើសរើសនៅរបបអាហារដែលមានតុល្យភាពគឺទទួលទាននៅប្រភេទបន្លែផ្លែឈើធម្មជាតិហើយរក្សាអនាម័យល្អនិងឧស្សាហ៍ធ្វើខ្លួនឲ្យសកម្មបានន័យថាធ្វើខ្លួនឲ្យមានសកម្មភាពកុំអសកម្មភាពសោះចំណុចទី3គឺតកតងទៅនឹងថ្នាំវិទ្យាសាស្ត្រដោយសារតែថ្នាំមួយចំនួនក៏វាអាចបណ្ដាលឲ្យអ្នកមានបញ្ហាឡើងទម្ងន់ផងដែរដែលរួមមានដូចជាប្រភេទថ្នាំ steroid ថ្នាំប្រឆាំងទៅនឹងជំងឺធ្លាក់ទឹកចិត្តថ្នាំបញ្ចុះសម្ពាធឈាម beta blocker ឬក៏ថ្នាំសម្រាប់អ្នកដែលគាត់មានជំងឺទឹកនោមផ្អែមហើយមួយវិញទៀតគឺថ្នាំពន្យាកំណៅដូចគ្នាសូមប្រឹក្សាជាមួយនឹងអ្នកជំនាញថែទាំសុខភាពឬក៏ឱសថការីឲ្យបានច្បាស់លាស់ប្រសិនបើអ្នកប្រើប្រាស់ថ្នាំទាំងអស់នោះព្រោះអីដើម្បីជៀសវាងនៅបញ្ហាលើសទម្ងន់ខ្លាំងឬក៏បញ្ហាធាត់ខ្លាំងដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកក្នុងការរស់នៅឬក៏ធ្វើអិរិយាបថហើយប៉ះពាល់ដល់សុខុមាលភាពទូទៅប្រចាំថ្ងៃចំណុចទី4គឺការគ្រប់គ្រងអារម្មណ៍អ្នកណាក៏គាត់ចូលចិត្តនៅប្រភេទអាហារសម្រន់ឬក៏ទទួលទានភេសជ្ជៈផ្អែមឬក៏ពេលខ្លះគាត់មានអារម្មណ៍ថាធុញថប់ឬក៏ថប់អារម្មណ៍ទៅគាត់ចេះតែចង់ញ៉ាំនេះញ៉ាំនោះអ្នកណាក៏គាត់មានអារម្មណ៍នឹងដូចគ្នាក៏ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាអាចគ្រប់គ្រងអារម្មណ៍ទាំងអស់នឹងបានអត់មិនថាពេលខ្លះយើង stress ចឹងទៅយើងចេះតែចង់ញ៉ាំនេះញ៉ាំនោះហើយយើងមួម៉ៅក៏យើងចង់ញ៉ាំយើងពិបាកចិត្តក៏យើងចង់ញ៉ាំនិយាយទៅវាអាស្រ័យទៅលើអារម្មណ៍តែសំខាន់អ្នកទាំងអស់គ្នាអាចគ្រប់គ្រងនៅអារម្មណ៍ទាំងអស់នោះបានអត់អ្នកទាំងអស់គ្នាបដូរពីការដែលមានអារម្មណ៍ stress ពិបាកចិត្តសប្បាយចិត្តឬក៏ធ្លាក់ទឹកចិត្តបាក់ទឹកចិត្តឬក៏ថប់អារម្មណ៍ហើយចេះតែចង់ញ៉ាំហ្នឹងបដូរមកប្រាប់ខ្លួនឯងថាចេះថាសូមកុំធ្វើឲ្យអារម្មណ៍ខ្លួនឯងហ្នឹងវង្វេងមកពេលហ្នឹងគ្រប់គ្រងឲ្យបានល្អតិចទៀតទៅវានឹងលែងអីហើយអញ្ចឹងនៅក្នុងរយៈពេលខ្លីហ្នឹងដែលអារម្មណ៍កំពុងតែគ្រប់គ្រងហ្នឹងសូមគ្រប់គ្រងលើអារម្មណ៍វិញកុំឲ្យអារម្មណ៍ហ្នឹងវាគ្រប់គ្រងឲ្យយើងចេះតែចង់ញ៉ាំចង់អីចឹងណាអញ្ចឹងបើសិនជាអាចបានទោះបីអ្នកនរគ្នាឃ្លានក៏អ្នកនរគ្នាញ៉ាំទឹកមួយកែវទៅវានឹងធ្វើឲ្យអ្នកនរគ្នាឆ្អែតហើយវានឹងធ្វើឲ្យអ្នកនរគ្នារងាប់អារម្មណ៍បានហើយនេះបើតាមបទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំធ្វើចឹងមែនពេលណាខ្ញុំឃ្លានខុសតំណងឬក៏ឃ្លានខុសពេលខុសអីគឺខ្ញុំញ៉ាំទឹកចឹងទៅអាចធ្វើឲ្យខ្ញុំហ្នឹងរៀង
អន់ថយការឃ្លានហើយអារម្មណ៍យើងក៏រៀងស្ងប់ដូចគ្នាចំពោះចំណុចចុងក្រោយគឺកង្វះនៃការគេងការស្រាវជ្រាវបានរកឃើញថាអ្នកដែលគាត់គេងអត់បានគ្រប់គ្រាន់ឬក៏មានបញ្ហានៅក្នុងការគេងហ្នឹងគឺមានហានិភ័យខ្ពស់នៅក្នុងការឡើងទម្ងន់ទ្វេដងព្រោះថាអរម៉ូននៅក្នុងរាងកាយត្រូវបានបញ្ចេញនៅក្នុងពេលគេងតែអរម៉ូនទាំងអស់នោះវាមានតួនាទីជួយគ្រប់គ្រងនៅចំណង់អាហារនិងធ្វើការរំលាយអាហារដូច្នេះបើសិនជាអ្នកនរគ្នាបានគេងទេអរម៉ូនទាំងអស់នោះអត់បានបញ្ចេញអញ្ចឹងហើយវានឹងធ្វើឲ្យកកស្ទះនៅក្នុងប្រព័ន្ធរាងកាយវានឹងធ្វើឲ្យកកស្ទះនៅការគ្រប់គ្រងចំណង់អាហារហើយនឹងធ្វើការរំលាយអាហារនៅក្នុងប្រព័ន្ធរាងកាយយើងហ្នឹងចំពោះជំងឺប្រឈមសម្រាប់អ្នកដែលគាត់មានបញ្ហាថតខ្លាំងមានដូចជាជំងឺទឹកនោមផ្អែមប្រភេទទី2ជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលឬក៏ stroke ជំងឺតម្រងនោមជំងឺខ្លាញ់រោមថ្លើមខូលេស្តេរ៉ុលនិងជាតិស្ករនៅក្នុងឈាមហ្នឹងគឺវាឡើងខ្ពស់ខ្លាំងមែនទែនហើយវាមានសម្ពាធឈាមខ្ពស់រលាកឆ្អឹងឬក៏រលាកសន្លាក់កាលណាទម្ងន់របស់អ្នកទាំងអស់គ្នាកាន់តែធ្ងន់គឺវានឹងធ្វើឲ្យវានឹងបង្កើនហានិភ័យនៃការរលាកឆ្អឹងហើយជាពិសេសគឺរលាកសន្លាក់តែម្ដងហើយមួយវិញទៀតគឺប្រឈមទៅនឹងការកើតនៅប្រភេទជំងឺមហារីកមួយចំនួនហើយជាពិសេសគឺអ្នកទាំងអស់គ្នាកាលណាអ្នកទាំងអស់គ្នាមានបញ្ហាលើទម្ងន់ខ្លាំងអ្នកទាំងអស់គ្នាប្រកាសជាប្រឈមមុខទៅនឹងបញ្ហានៃសុខភាពផ្លូវចិត្តប្រឈមមុខទៅនឹងបញ្ហាសុខភាពផ្លូវភេទហើយនឹងបញ្ហានៃការបង្កកំណើតដូចគ្នាឥឡូវនេះវីដេអូ B បានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមដល់ចប់ហើយ B សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីពីវីដេអូមួយនេះហើយ B សូមឲ្យអ្នកទាំងអស់គ្នាលើកទឹកចិត្ត B តាមរយៈការចុច like និង follow page ហើយកុំភ្លេច share ឲ្យមិត្តភ័ក្តិដទៃទៀតដើម្បីទស្សនាវីដេអូនេះជាចំណេះដឹងទូទៅដល់ពួកគេដូចគ្នា B សូមអរគុណសូមជម្រាបលា